ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ប្រត់រវាងគង់ហៅជាមួយនឹងសែនចិនរិស័កបងប្អូនអើយមានការជំរុញចម្រាស់ទៀតហើយដោយមានការថែមពីក្រោយផងហើយនឹងធ្វើឲ្យកីឡាករគង់ហៅបោះបង់ការប្រកួតត្រឹមទឹកទី2ត្រង់កន្លែងនេះហើយគឺជាគង់ហៅត្រូវមួយកែងចំពីក្រោយហើយត្រូវបានអាជ្ញាកណ្ដាលរាប់ដល់10ហើយបញ្ឈប់ការប្រកួតតែម្ដងកន្លែងនេះគឺគង់ហៅព្យាយាមបែកខ្នងម្ដងហើយជា2ដងធ្វើឲ្យកីឡាករសែនចិនរិស័កគឺវាយលក្ខណៈចង្វាក់ស្របបងប្អូនយើងមិនកាន់ជើងចំពោះកីឡាករទាំងពីរទេកីឡាកររូបណាក៏សុទ្ធតែជាការប្រកួតឲ្យតំណាងឲ្យគុនខ្មែរតែកន្លែងនេះគឺជាការវាយកែងលើកទី1ដោយមិនត្រូវទេគឺចំកន្លែងស្មារតីបងប្អូនខ្លះលើកឡើងថាវាយកន្លែងនេះគឺមិនត្រូវប៉ុន្តែនេះជាការវាយកែងលើកទី1ទេលើកនេះគឺបានជាលើកទី2បងប្អូនលើកទី2គឺចំពីក្រោយមួយទំហងតែហ្មងដោយចង្វាក់កន្លែងនេះគឺគង់ហៅបែកខ្នងហើយសែនចិនរិស័កគឺវាយចង្វាក់ស្របតែយ៉ាងណាក៏ចូលរួមអបអរសាទរចំពោះសែនចិនរិស័កដែលអាចយកឈ្នះទៅលើកីឡាករគង់ហៅហើយបន្តឡើងទៅវគ្គផ្ដាច់ព្រាត់ដើមខ្សែក្រវ៉ាត់ហើយក៏ចូលរួមសោកស្ដាយចំពោះគង់ហៅដែលមិនអាចឡើងទៅវគ្គផ្ដាច់ព្រាត់បានហើយវីដេអូនេះក៏បញ្ជាក់ទៅដល់បងប្អូនដែលជាកីឡាករគឺព្យាយាមការវាយកុំឲ្យមានការបែកខ្នងព្រោះបែកខ្នងនេះធ្វើឲ្យមានការគ្រោះថ្នាក់ដល់ខ្លួនឯងផងដែរហើយផលិតផលពេលខ្លះក៏មិនគប់ប្រសើរជាមួយនឹងការបែកខ្នងរបស់យើងដែរព្រោះការថែមលក្ខណៈយើងមើលទៅគឺជាការថែមនឹងច្បាក់ស្របអញ្ចឹងវាពេលខ្លះផលិតផលគឺមិនអាចដូចអ្វីដែលយើងចង់បាន